សួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូមានវីដេអូមួយទៀតទាក់ទងទៅនឹងការអឺដៅចំណុចបាទមានថាយើងចុចយើងជាធម្មតានៅពេលដែលសរសេរទៅយើងតែចុចបាទអញ្ចឹងដើម្បីបង្កលក្ខណៈងាយស្រួលចុចនឹងឲ្យលឿនបាទអញ្ចឹងលោកគ្រូនឹងបង្ហាញឥឡូវអញ្ចឹងដំបូងបងប្អូនចុច Microsoft Word មួយមកបាទបន្ទាប់មកបងប្អូនចុច Blank Document បាទជាធម្មតានៅពេលដែលបងប្អូនសរសេរអក្សរហើយបងប្អូនតែងតែចុចបាទចុចបែបនេះបាទចុចបែបនេះបាទទម្រាំទៅដល់នឹងអង្គុយចុចបាទមួយហើយបាទបងអូនចុចមួយទៀតអញ្ចឹងមកវាធ្វើឲ្យយើងនឹងវាខាត់ពេលវេលាបាទអង្គុយចុចចេះឃើញទេបាទយើងជាធម្មតាយើងចុចអញ្ចឹងប៉ុន្តែលោកគ្រូមានវិធីមួយទៀតគឺឲ្យបងប្អូននឹងស្រួលហើយលឿនបាទអញ្ចឹងគ្រូសុំលុបអាហ្នឹងសិនបាទដំបូងដើម្បីយើងចុចឲ្យលឿនដំបូងបងប្អូនត្រូវចុចត្រង់ចំណុចណាដែលបងប្អូនគិតថាចង់ដាក់អាសញ្ញាចុចហ្នឹងត្រឹមដែលបងប្អូនចង់បានឥឡូវបងប្អូនចង់ដាក់ត្រឹមកន្លែងត្រង់14នេះអញ្ចឹងបងប្អូនចុចមកចុចកន្លែង14បាទបន្ទាប់មកបងប្អូនចុចពីពឹកមកបាទនេះវាគឺវាចេញបែបនេះយើងចុចពីពឹកទៅវាចេញហើយអញ្ចឹងបងប្អូនចង់បានត្រង់កន្លែងលេខ2អញ្ចឹងបងប្អូនយកលេខ2មកបាទបន្ទាប់មកអូខេបាទបន្ទាប់ពីអូខេហើយបងប្អូនវាយអក្សរមកបាទវាយអក្សរអង់គ្លេសក៏បានវាយអក្សរខ្មែរក៏បានដែរវាយហើយបងប្អូន tab ឃើញទេបាទបន្ទាប់មកទៀតបងប្អូនសរសេរអក្សរទៀតមកហើយ tab enter មកបាទអញ្ចឹងបងប្អូនចុច tab ទៅគឺវាទៅអូតូតែម្ដងនេះឃើញទេវាមានលក្ខណៈងាយស្រួលបែបហ្នឹងនេះឃើញទេបាទ enter បាទអញ្ចឹងសម្រាប់ការដាក់ដៅចំណុចទៅតាមចំណុចអក្សរមួយគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ